ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះបានសង្ហាថ្ងៃនេះខ្ញុំមកបញ្ចូលកូដនៅក្នុង C Sharp អញ្ចឹងចូលកម្មវិធី C Sharp មកដោយសារតែនេះគឺជាកូដដែលយើងត្រូវបញ្ចូលដោយសារតែខ្ញុំបានសរសេរហើយអញ្ចឹងអាកន្លែង val នេះប្រៀបដូចជា compiler ដែលគេកំណត់ប្រវត្តិស្វ័យប្រវត្តិដោយវាមានតម្លៃស្មើ100អញ្ចឹងហើយ in score more ស្មើin score ស្មើ more ហ្នឹងអាហ្នឹងមានន័យថាចឹងមានន័យថាបើកន្លែងហ្នឹងវាស្មើ more មានន័យថាវាចេញ true បើថាចេញ in more វាស្មើ for ចឹងចូលដល់ទី2 ball in long true ចឹងអាហ្នឹងវាអាចមាន3តម្លៃមាន true មាន for មាន more vậy nóមានតែប៉ុណ្ណាហើយ string result ស្មើ in long true data is in ចឹងនេះកន្លែង in long ស្មើ true ហ្នឹងវាពិនិត្យថាអានយុះ in long ហ្នឹងធ្វើការរួចឬនៅអញ្ចឹងបើវាធ្វើការរួចវាចេញ true ថាវាអត់ទាន់ធ្វើហើយទេវាចេញ for ហើយកន្លែងdata is in កន្លែងហ្នឹងមានន័យថាបើសម្រាប់ប្រើសម្រាប់ពិនិត្យទូថៃមានន័យថាកន្លែងហ្នឹងគេពិនិត្យមើលថា data ហ្នឹងស្មើប៉ុន្មានអញ្ចឹងអា data ហ្នឹងវាស្មើ100អញ្ចឹងវាសូត្រតម្លៃ100អញ្ចឹងកន្លែងហ្នឹង data ស្មើ100ហើយកន្លែងunderscore ហើយដល់កន្លែង score សញ្ញាសួរស្មើសញ្ញាសួរ60ទៅជាងឬស្មើ50ណាកន្លែងចង់មានន័យថាបើ score មកវាយកតម្លៃ score អញ្ចឹងយកតម្លៃ score បើថាscore ស្មើមកវាយកតម្លៃ60បើកន្លែងនេះ60ធំជាងឬស្មើ50បើ60ធំជាងមែនវាចេញ true បើកន្លែងនេះទៅជាងវាចេញ for ហើយពេលមកដល់ result ស្មើសញ្ញាសួរមិនជាប់ហើយក៏មិនធ្លាក់កន្លែងហ្នឹងចង់មានន័យថាបើ result ចេញមកចឹងវា inside សារជាថ្មី inside លេខសារថ្មីបើវាសារចេញមកផាសអញ្ចឹងវាអត់បដូរអីទាំងអស់ទេវាគិតតម្លៃលើដដែលហើយអាកន្លែងលេខនេះដូចជាវាសម្រាប់រាប់តួអក្សរវែងឬខ្លីហើយកន្លែងconsole នេះអាហ្នឹងបង្ហាញតម្លៃលើអេក្រង់អញ្ចឹងកូដហ្នឹងមានតែប៉ុណ្្នឹងទេជាចុងក្រោយសូមអរគុណលោកគ្រូដែលបានស្ដាប់វីដេអូមួយនេះជំរាបលាលោកគ្រូ